តើការផ្ទេរកម្មសិទ្ធិពីអ្នកលក់ទៅអ្នកទិញតើគេត្រូវបដូរបានរឹងពីបានចាស់ធ្វើប្លង់រឹងថ្មីមែនដែរឬទេបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូមួយនេះខ្ញុំសូមផ្ញើជូនទៅដល់ពុកម៉ែបងប្អូនដែលគាត់កំពុងតែកាន់បានកម្មសិទ្ធិប្លង់រឹងហើយគាត់ពុំទាន់បានដឹងថានៅពេលដែលគាត់ដាក់លក់តើគេត្រូវធ្វើប្លង់រឹងបានរឹងថ្មីជូនអ្នកទិញឬក៏គេធ្វើបែបណាហើយសូមធ្វើការចែករំលែកវីដេអូមួយនេះដើម្បីឲ្យពុកម៉ែបងប្អូនយើងបានដឹងទាំងអស់គ្នាជាទូទៅការទិញលក់គឺយើងត្រូវធ្វើការផ្ទេរកម្មសិទ្ធិបើសិនជាកាលពីប្លង់ទុនគឺគេត្រូវបដូរกระดาษថ្មីដើម្បីបដូរឈ្មោះពីអ្នកលក់ទៅជាអ្នកទិញវិញតែសម្រាប់ប្លង់រឹង LMAP ដែលជាប្រព័ន្ធថ្មីដែលពុកម៉ែបងប្អូនមួយចំនួនគាត់ទៅតែស្គាល់ហើយពេលខ្លះទៀតខាងរដ្ឋាភិបាលទៅតែចុះទៅវាស់វែងដើម្បីចុះជាប្រព័ន្ធចេញប្លង់រឹង LMAP ជូនគាត់តែគាត់ពុំទាន់ដែលធ្លាប់លក់ដីឬក៏លក់ផ្ទះទៅលើប្រភេទបានកម្មសិទ្ធិបែបនេះនោះឡើយហើយខ្ញុំក៏ចង់បញ្ជាក់ជូនពុកម៉ែបងប្អូនថាការផ្ទេរសិទ្ធិនៅលើបានរឹងគឺគេមិនបានបដូរបានទេគេគ្រាន់តែធ្វើការបំពេញឈ្មោះរវាងអ្នកទិញនិងអ្នកលក់ថ្មីនៅពីក្រោយនៃបានរឹងនោះហើយការបំពេញបែបនេះគឺគេអាចនិយាយបានថាពុកម៉ែបងប្អូនយកទ្រព្យនោះទៅលក់ច្រើនតង់ច្រើនដងដែលធ្វើឲ្យកន្លែងដែលយើងត្រូវបំពេញព័ត៌មាននោះអស់ទៅមានការបដូរបានចាស់ទៅបានថ្មីដោយសារតែអស់កន្លែងបំពេញហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់យល់ថាបដូរពីបានរឹងហ្នឹងទៅបានរឹងថ្មីសម្រាប់អតិថិជនដែលគាត់ទិញបន្ទាប់ក្នុងករណីដែលខាងក្រោយនោះមិនទាន់បានគេហៅថាអស់កន្លែងបំពេញទេគឺការគិតបែបនេះមិនត្រឹមត្រូវទេហើយខ្ញុំសូមឆ្លៀតចែករំលែកចំណេះដឹងទូចមួយទៀតពាក់ព័ន្ធទៅនឹងការចុះធ្វើប្លង់ជាប្រព័ន្ធបើសិនជានៅតំបន់ពុកម៉ែបងប្អូនកំពុងតែរស់នៅខាងរដ្ឋាភិបាលគាត់បានចុះទៅធ្វើប្លង់ជាប្រព័ន្ធដែលគេហៅថាប្លង់ LMAP នេះសូមពុកម៉ែបងប្អូនរួសរាន់កុំឲ្យខកខានឲ្យសោះដោយសារនេះគឺជារឿងសំខាន់មែនទែនបើសិនជាយើងមិនបានចុះប្លង់ជាប្រព័ន្ធនៅពេលដែលគេចុះធ្វើហើយយើងនៅតែកាន់បានកម្មសិទ្ធិដែលគេហៅថាប្លង់ទុននោះតែម្នាក់ឯងទៅថ្ងៃក្រោយយើងនឹងមានផលលំបាកនៅក្នុងការដាក់លក់បើសិនជាយើងចង់ធ្វើប្លង់រឹងក៏យើងត្រូវការចំណាយថវិកាហើយនឹងពេលវេលាផងដែរតែបើសិនជានៅពេលដែលគេចុះពោះវែងធ្វើជាប្រព័ន្ធយើងចូលរួមជាមួយខាងរដ្ឋាភិបាលដើម្បីធ្វើនៅពេលតែមួយគឺយើងមិនមានចំណាយអ្វីទាំងអស់ហើយពុកម៉ែបងប្អូនអាចកាន់បានកម្មសិទ្ធិប្លង់រឹងដែលជា LMAP ដែលជាប្រព័ន្ធជាក់លាក់សុវត្ថិភាពសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូមួយនេះខ្ញុំសូមចែករំលែកប៉ុណ្នេះហើយយើងនឹងជួបគ្នាទៀតនៅវីដេអូក្រោយ